បានជំរាបសួរបងនេះជាវីដេអូនៃការ check report ដោយបងចង់ដឹងថា report បងលក់ក្នុងមួយថ្ងៃឬក្នុងមួយអាទិត្យមួយខែអីហ្នឹងបានប្រមាណហើយមាន item អីផ្សេងៗខ្លះចឹងបងបាទអញ្ចឹងដើម្បីបងអាច check report នឹងបានទី1បងយកពាក្យថា report បាទហើយបងយកពាក្យថា general បងចុចលើ general ហើយបងជ្រើសរើសពាក្យថា sale revenue បងអញ្ចឹងសម្រាប់ report sale revenue នេះគឺវា detail សម្រាប់ឲ្យយើងទាំងអស់ថាក្នុងហ្នឹងមាន item អីខ្លះលើ invoice ហ្នឹងណាបងបាទចឹងពេលដែលបងដល់ share revenue នេះអានេះជា form របស់យើងបាទ form របស់យើងបងអាច select ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមមានន័យថាបងចង់មើលពីថ្ងៃណារហូតដល់ថ្ងៃណាអញ្ចឹងណាបងបាទថ្ងៃចាប់ផ្ដើមនេះថ្ងៃបញ្ចប់អញ្ចឹង day from នេះថ្ងៃចាប់ផ្ដើមអញ្ចឹងបងចុចរូបបតិទិនមកបាទវាចេញហើយអញ្ចឹងបងចាប់ផ្ដើមចង់មើលពីថ្ងៃណាអញ្ចឹងឥឡូវនេះខ្ញុំចង់មើល report ចាប់ពីថ្ងៃ1ទៅអញ្ចឹងបងចុច day from នេះបងរើសថ្ងៃ1មកបាទនេះទៅវាចេញហើយថ្ងៃ1ខែ4 2026បាទអានេះ day 2 នេះមានថ្ងៃបញ្ចប់មានន័យថាបងចង់មើលពីថ្ងៃ1រហូតដល់ថ្ងៃណាអញ្ចឹងថ្ងៃបញ្ចប់នេះបងចុចបតិទិនដូចគ្នាបាទអានេះខ្ញុំចង់មើលដល់ថ្ងៃ23ថ្ងៃទី23បាទអញ្ចឹងនេះថ្ងៃទី23ខែ4អញ្ចឹងមានន័យថា report ដែលខ្ញុំចង់មើលនេះគឺឲ្យវា filter ចាប់ពីថ្ងៃ1រហូតដល់ថ្ងៃទី23មកអញ្ចឹងបងបាទហើយបងក៏អាចមើលទៅលើម៉ោងមានន័យថាបងចង់ចាប់ផ្ដើមពីម៉ោងម៉ានរហូតដល់ម៉ោងប្រហែលអញ្ចឹងបងបាទនេះ time from នេះម៉ោងដែលយើងចាប់ផ្ដើមហើយ time to នេះម៉ោងដែលយើងបញ្ចប់អញ្ចឹងបងអាច filter កំណត់ទៅលើម៉ោងហើយទៅលើ user ហើយកន្លែងនេះ creator បងខាង creator បងក៏អាច filter ទៅតាម user ថាបង filter ទៅលើ user cashier ឬក៏ user admin អ្នកលក់ឬក៏ cashier អ្នកលក់អញ្ចឹងណាបងបាទអញ្ចឹងនេះខ្ញុំដាក់ all creator មានន័យថាគ្រប់ user ទាំងអស់ឲ្យទៅធ្វើប្រតិបត្តិការលក់ដែលចេញជា invoice បានគិតលុយគឺត្រូវយកមកទាំងអស់អញ្ចឹងណាបងបាទខ្ញុំយក all creator ហើយខាងនេះខាង customer បងអាចបដោតទៅលើ customer មួយណាបានបងអញ្ចឹងបើយើងអត់ជ្រើសរើសទេមានន័យថាគ្រប់ customer ទាំងអស់គឺវាយកមកទាំងអស់បងបាទអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងហើយខ្ញុំ filter មកបាទនេះឲ្យវា filter យក report មកអញ្ចឹងបងឃើញហើយនេះអញ្ចឹង invoice លេខ1មានមុខម្ហូបអីខ្លះមុខម្ហូបអីខ្លះដែលបានលក់ចេញក្នុង invoice លេខ1ហ្នឹងណាបងបាទបងឃើញគឺចេញមកទាំងអស់ហើយសម្រាប់កន្លែងនេះបងអាចចុចដល់ page 100គឺឲ្យវាសម្រាយមកទាំងអស់អញ្ចឹងបងបាទអញ្ចឹងសម្រាប់ជាទូទៅ report បងអាចមើលជាទម្រង់ Excel ឬក៏ PDF បងអញ្ចឹងខាង Excel បងមើលខាងស្ដាំដៃនេះ Excel អញ្ចឹង Excel បងអាច download ជាទម្រង់ Excel សម្រាប់យកទៅមើលធ្វើជា report ប្រតិបត្តិការរបស់បងបានណាបងនេះជាទម្រង់ Excel នៃ report របស់យើងបាទអញ្ចឹងបងអាច download ជា Excel ហើយយើងមានជា PDF ដូចគ្នាបងអញ្ចឹងខាងស្ដាំដៃនៅជាប់ Excel យើងមានជា PDF អញ្ចឹង PDF ហ្នឹងគឺវា convert report របស់យើងចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ23នេះទៅជាទម្រង់ PDF ណាបងបាទអញ្ចឹង report របស់យើងតិចឬក៏ច្រើនគឺវាយូរតាមហ្នឹងណាបងបាទអញ្ចឹងបងឃើញនេះវាចេញជាទម្រង់ PDF ឲ្យយើងហើយនេះរបាយការណ៍ Sale Revenue Report នេះថ្ងៃដែលខ្ញុំ filter ចាប់ពីថ្ងៃ1រហូតដល់ថ្ងៃ23ហើយយកគ្រប់ creator ទាំងអស់មានគ្រប់ user ទាំងអស់ដែលបានលក់យកមកអញ្ចឹងបងឃើញនេះចានេះបងដែលបងបានលក់បងលេខ1អញ្ចឹងទៅបាទហើយមាន item អីខ្លះហើយបងលេខ2នេះមាន item អីខ្លះបងលេខ3ដែលបានលក់ចេញនេះបានលក់ចេញទៅលើ item អីខ្លះហើយមានប្រមាណបងបើច្រើនវាចេញច្រើនចឹងមកបងនេះបាទហើយដល់ចុងក្រោយបងអស់គឺវាមាន total ទឹកលុយឲ្យយើងទៅលើ total ជាលុយដុល្លារនិង total ជាលុយខ្មែរឲ្យយើងបងបាទអញ្ចឹងនេះជា report ហើយ report នេះបងអាច download បានជា document ឬក៏ print ជាក្តារ A4 A5 បានណាបងបាទអញ្ចឹងនឹងជា Sale Revenue Report គឺវាសម្រេច detail ទៅលើ item ដែលបានលក់ចេញក្នុង invoice មួយហើយតម្លៃទឹកលុយប្រមាណអញ្ចឹងបងបាទអញ្ចឹងសម្រាប់ report នៃ Sale Revenue មានតែប៉ុណ្្នឹង